ថ្ងៃនេះថ្ងៃទី8ខែ1ឆ្នាំ2026ខ្ញុំនឹងធ្វើការវិភាគទៅលើទីផ្សារមាសដើម្បីរកកន្លែងចូលផ្សារនៅក្នុងថ្ងៃប្រហ័សទី8ខែទី8ខែ1ឆ្នាំ2026ទាំងអស់គ្នាជាធម្មតាខ្ញុំមុននឹងធ្វើការវិភាគខ្ញុំនឹងប្រមូលនៅទិន្នន័យដែលបានកាត់ឡើងកាលពីថ្ងៃម្សិលថ្ងៃទី7ខែ1ឆ្នាំ2026ថាវាកាត់ឡើងយ៉ាងម៉េចអញ្ចឹងគឺផ្ដើមមុនដំបូងគឺយើងនិយាយអំពីទិន្នន័យដែលបានកាត់ឡើងគឺតម្លៃដែលបានបើកផ្សារតម្លៃបើកផ្សារនៅក្នុងតម្លៃ4496ហើយតម្លៃដែលខ្ពស់បំផុត4499តម្លៃដែលទាបបំផុតគឺ4412នេះគឺជាតម្លៃដែលបានកើតឡើងគឺមានធ្លាក់ច្រើនជាងឡើងគឺសឹងតែមិនមានទេហើយធ្លាក់គឺរហូតទៅដល់80លេខបងប្អូនគណនាទៅតាំងពី4499មក4412អញ្ចឹងវាខ្ទង់80លេខជាងនឹងឯងវាអាចលើសតិចតួចផងទេគឺវាមិនស្មើទេចាំបងប្អូនគណនាទៅដឹងថាវាប្រកបហើយមូលហេតុដែលធ្វើឲ្យមាសមានការកើនឡើងគឺមានរឿង3មានការធ្លាក់ចុះមានរឿង3រឿងទី1គឺតម្លៃមាសនៅខ្ពស់បំផុតតាម4499អញ្ចឹងអ្នកវិនិយោគិនគេបានកាត់យកប្រាក់ចំណេញរឿងទី2ដែលធ្វើឲ្យមាសធ្លាក់ចុះដែរគឺលោកដូណាល់ត្រាំបានបញ្ជាឬក៏ប្រាប់ទៅដល់ប្រធានាធិបតីបណ្ដោះអាសន្នថ្មីហ្នឹងឲ្យយកប្រេងគឺអាចលក់នៅទីក្រុងវ៉ាស៊ីនតោនប្រទេសអាមេរិកបានហើយប៉ុន្តែនៅប្រេងមួយចំនួនទៀតគឺมันអាចយកទៅបានទេវាមានបញ្ហាហើយអញ្ចឹងរឿងទី1គឺរឿងមួយទៀតគឺពាក់ព័ន្ធទៅនឹងគេហៅថា non-farm hero non-farm hero គឺចេញមកទិន្នន័យមកគឺខុសពីការព្យាករណ៍អញ្ចឹងគឺធ្វើឲ្យប្រាក់ដុល្លារមានការខ្សោយមានការធ្លាក់ចុះអញ្ចឹងធ្វើឲ្យមានឡើងប្រហែលជាខ្ទង់ពី4428ដល់4455ដែរអញ្ចឹង28ដល់55វា20លេខហើយបន្ទាប់ពីទិន្នន័យចេញនៅម៉ោង10ហ្នឹងគឺពាក់ព័ន្ធទៅនឹង job opening ក៏ចេញមកក៏មានការប្រែប្រួលដែរធ្វើឲ្យប្រាក់ដុល្លារគឺមានការកើនឡើងអញ្ចឹងមាសធ្លាក់ពី4455មកដល់4412គឺធ្លាក់ខ្លាំងទៅហ្នឹងអញ្ចឹងគឺយើងនិយាយអំពីទស្សនាតែម្ដងថាមូលហេតុដែលនាំឲ្យបញ្ហានៃការឡើងគឺគេបាននិយាយថាមាសបានធ្លាក់ចុះក្នុងជួញដូរនៅតំបន់អឺរ៉ុបកាលពីថ្ងៃពុធបន្ទាប់ពីការឡើងខ្លាំងនៅដើមសប្តាហ៍យើងដឹងថាដើមសប្តាហ៍គឺថ្ងៃច័ន្ទថ្ងៃអង្គារហើយថ្ងៃពុធម្សិលមិញគឺធ្លាក់ខ្លាំងខណៈដែលវិនិយោគិនធ្វើការលក់យកចំណេញនិងទីផ្សារកំពុងវាយតម្លៃហានិភ័យភូមិសាស្ត្រកើនឡើងព្រមទាំងចាំទិន្នន័យសេដ្ឋកិច្ចតំបន់ពីសហរដ្ឋអាមេរិកតម្លៃមាសបានធ្លាក់ចុះ 0.9% មកនៅ$4455.50 នៅក្នុងមួយអោននៅម៉ោង5:02នាទីល្ងាចម៉ោងនៅសហរដ្ឋអាមេរិកខណៈដែលកិច្ចសន្យាមាសអនាគតសហរដ្ឋអាមេរិកសម្រាប់ការដឹកជញ្ជូនខែមីនាបានធ្លាក់ចុះ 0.7% មកនៅ$4466.95ក្នុងមួយអោនមាសបានកើនឡើងខ្លាំងក្នុងរយៈពេល2ថ្ងៃមុនដោយទទួលបានពីការគ្រប់គ្រងពីតម្រូវការទ្រព្យជាសវត្ថិភាពបន្ទាប់ពីភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងវេណេស៊ុយអេឡាបានកើនឡើងប៉ុន្តែការកើនឡើងនៃតម្លៃមាសបានបាត់បង់សន្ទុះខណៈដែលពាណិជ្ជករធ្វើការលក់យកចំណេញនិងផ្លាស់ប្ដូរការយកចិត្តទុកដាក់ទៅលើសញ្ញាសេដ្ឋកិច្ចសរុបខណៈដែលប្រាក់ដុល្លារក៏មានការស្ទុះឡើងបន្តិចផងដែរដែលធ្វើឲ្យមាសក្លាយជាទំនិញមានតម្លៃថ្លៃជាងមុនសម្រាប់អ្នកកាន់កាប់រូបិយប័ណ្ណផ្សេងៗភាពមិនប្រកបវិជ្ជាផ្នែកភូមិសាស្ត្រនយោបាយតែស្ថិតនៅក្នុងកម្រិតខ្ពស់បន្ទាប់ពីកងកម្លាំងសហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការវាយប្រហារនៅវេណេស៊ុយអេឡាដែលនាំឲ្យមានការចាប់ខ្លួនប្រធានាធិបតីនីកូឡាស់ម៉ាដូរ៉ូព្រឹត្តិការណ៍នេះបានធ្វើឲ្យទីផ្សារពិភពលោករងការភ្ញាក់ផ្អើលនិងជំរុញតម្រូវការទៅលើទ្រព្យសម្បត្តិសុវត្ថិភាពប្រពៃណីដូចជាមាសប្រធានាធិបតីដូណាល់ត្រាំបាននិយាយកាលពីថ្ងៃអង្គារថាសហរដ្ឋអាមេរិក
និងវេណេស៊ុយអេឡាបានឈានដល់កិច្ចព្រមព្រៀងដែលនឹងអនុញ្ញាតឲ្យទីក្រុងការ៉ាកាសនាំចេញប្រេងឆៅក្នុងស្រុករហូតដល់$2,000,000,000ទៅកាន់ទីក្រុងវ៉ាស៊ីនតោនពីមុនមកត្រាប់បានទាមទារឲ្យវេណេស៊ុយអេឡានិងប្រធានាធិបតីបណ្ដោះអាសន្នដែលស៊ីរ៉ូសដែលស៊ីរ៉ូទីកេសផ្ដល់ការចូលដំណើរការពេញលេញដល់សហរដ្ឋអាមេរិកនិងក្រុមហ៊ុនប្រេងអាមេរិកទៅលើឧស្សាហកម្មប្រេងដ៏ធំនិងមានតម្លៃខ្ពស់របស់ប្រទេសនេះបើសិនវេណេស៊ុយអេឡាមិនអនុវត្តតាមត្រាំបានបញ្ជាក់ថាវាអាចនឹងប្រឈមមុខនឹងការជ្រៀតជ្រែកផ្នែកនយោបាយបន្ថែមទៀតពីសហរដ្ឋអាមេរិកក្នុងការសរសេរបង្ហោះលើបណ្ដាញសង្គមមួយលោកដូណាល់ត្រាំបាននិយាយថាវេណេស៊ុយអេឡាស្ថិតក្រោមទណ្ឌកម្មវេណេស៊ុយឡានឹងប្រគល់ប្រេងដែលស្ថិតនៅក្រោមទណ្ឌកម្មចំនួនប្រហែលជា30លានដល់50លានបាវ៉ែលទៅកាន់ទីក្រុងវ៉ាស៊ីនតោនប្រេងរាប់លានបាវ៉ែលត្រូវបានរារាំងមិនឲ្យនាំចេញពីវេណេស៊ុយអេឡាចាប់តាំងពីត្រាំបានដាក់វិធានការមកនេះគឺយើងនិយាយអំពីព័ត៌មានបន្តមកយើងចូលទៅមើលកន្លែងដែលខ្ញុំថាគឺពាក់ព័ន្ធទៅនឹងទិន្នន័យនៃ ADP Non-Farm Employment Change ពាក់ព័ន្ធទៅនឹងការងារមិនមែនជាកសិកម្មដែលចេញទៅជា ADP អញ្ចឹងយើងមើលអំពីខែមុនមានទិន្នន័យត្រឹមតែដល់29% 29K ប៉ុន្តែការព្យាករណ៍របស់គេគឺ 49K ហើយប៉ុន្តែចេញលទ្ធផលមកគឺ 41K អញ្ចឹងបញ្ជាក់ថាទិន្នន័យនេះគឺទាបជាងការព្យាករណ៍ប៉ុន្តែបើយើងប្រៀបធៀបពីខែមុនគឺខ្ពស់ជាងខែមុនអញ្ចឹងគឺប្រាក់ដុល្លារមានការធ្លាក់ចុះអញ្ចឹងបានធ្វើឲ្យមាសគឺធ្លាក់ពីឡើងពី4,428ដល់4,455អញ្ចឹងយើងមើលទិន្នន័យមួយទៀតគឺពាក់ព័ន្ធទៅនឹងjob opening job opening កាលពីខែមុនគឺ7.45M ហើយការព្យាករណ៍របស់គេគឺ7.61M ប៉ុន្តែការចេញមកត្រឹមតែ7.15M ប៉ុណ្ណោះអញ្ចឹងឃើញថាខុសពីការព្យាករណ៍ទៀតហើយការព្យាករណ៍ត្រឹមតែរហូតដល់7.61តែដល់ពេលចេញលទ្ធផលបានត្រឹមតែ7 15ខុសគ្នាឆ្ងាយតែបើយើងប្រៀបធៀបអំពីខែមុនក៏ធ្លាក់ចុះដែរពីខែមុនគេដល់7.45M ឯណោះអញ្ចឹងមានការធ្លាក់ចុះអញ្ចឹងចប់ opening ហ្នឹងគឺមានការធ្លាក់ចុះអញ្ចឹងគឺទីផ្សារគឺមានការប្រែប្រួលគឺធ្លាក់បន្តពី4,455មកដល់4,412ណា4,412អញ្ចឹងគឺយើងសរុបព្រឹត្តិការណ៍នៅកាលពីម្សិលមិញឃើញថាពីម៉ោង6ពេលនៅក្នុងប្រទេសកម្ពុជាហ្នឹងគឺបានបើកផ្សារនៅក្នុងតម្លៃ4,499ហើយវាធ្លាក់ចុះមកចុះមករហូតដល់ម៉ោងព័ត៌មានគឺមាននឹងវាស្ថិតនៅក្នុងតម្លៃ4,450 4,440ហ្នឹងប៉ុន្តែបន្ទាប់ពីចេញព័ត៌មានពីម៉ោង8:15នាទីមកគឺមាននេះគឺឡើងបន្តិចហើយចេញព័ត៌មានម៉ោង10មកមាននេះគឺក៏ចាប់ផ្ដើមធ្លាក់ចុះជាបន្តបន្ទាប់អញ្ចឹងទៅហើយទិន្នន័យហើយបន្ទាប់មកទៀតគឺមាននេះគឺចាប់ផ្ដើមឡើងពី4,412ឥឡូវនេះគឺមកបិទផ្សារនៅក្នុងតម្លៃ4,000បិទផ្សារនៅក្នុងតម្លៃ4,455អញ្ចឹង4,455យើងមើលនៅក្នុងទិន្នន័យនេះឃើញថាបិទផ្សារនៅក្នុងតម្លៃនេះគឺជាតម្លៃដែលរៀងទៀបបិទនៅក្នុងតម្លៃទៀបបើយើងប្រៀបធៀបនឹងពីដែលវាបើកផ្សារពី4,499ណា4,496អញ្ចឹងយើងមើលពីថ្ងៃម្សិលមិញដែលបានបើកផ្សារនេះឃើញទេបើកផ្សារតាំងពីតម្លៃយើងគូសទៅតាមពេលដែល94នេះបើកផ្សារនៅតម្លៃ94នេះ94ទេបើកផ្សារ94ខ្ពស់បំផុតទៅហើយអញ្ចឹងខ្ញុំគិតថាថ្ងៃហ្នឹងគឺទីផ្សារមាសអាចនឹងបន្តឡើងត្រឡប់ទៅវិញដោយសារយើងមើលការបិទផ្សារនេះវាឆ្ងាយពីគ្នាមែនទេពី4,494មកដល់4,455អញ្ចឹងខ្ញុំគិតថាមាសនេះគឺអាចនឹងបន្តឡើងទៅវិញហើយតែបើសិនជាធ្លាក់ក៏ធ្លាក់ត្រឹមតែ4,400ឬក៏4,385 4,400
4375គឺតម្លៃចាស់ដែលវាបានធ្លាក់កាលពីខែមុនណាកាលពីខែមុនអញ្ចឹងគឺបានធ្លាក់អញ្ចឹងប៉ុន្តែការយើងវិភាគនេះគ្រាន់តែជាការរួមជួយចំណែកទេតែបើយើងឲ្យច្បាស់ឲ្យប្រកបវិជ្ជាគឺយើងតាមដាននៅព័ត៌មានពីព្រោះគឺប្រសិនបើមានព័ត៌មានណាមួយដែលវាចាប់ផ្ដើមចេញមកអញ្ចឹងទីផ្សារមាសគឺមានការប្រែប្រួលទៅផ្សេងជាងវិញទៅអញ្ចឹងប៉ុន្តែខ្ញុំគិតថាទីផ្សារមាសហ្នឹងគឺវាអាចនឹងឡើងច្រើនជាងចុះបើមិនជឿយើងចូលមើលកន្លែងtime frame ចាំមើលមួយថ្ងៃចឹងមើលមួយថ្ងៃដូចជាទីផ្សារមាសនេះគឺនៅតែការធ្លាក់ចុះវិញទេបើយើងមើលមួយថ្ងៃដូចជាមានការធ្លាក់ចុះអញ្ចឹងយើងមើល4ម៉ោងគឺមានការកើនឡើងមើល1ម៉ោងក៏កើនឡើងដែរយើងមើល30នាទី30ក៏ការកើនឡើងដែរការកើនឡើងដែរអញ្ចឹងយើងចូលទៅមើល website ទៀតដែលយើងមើល investing.com ណា investing.com យើងចូលទៅមើល investing.com មក investing.com យើងឃើញថាយើងចូលទៅមើល technical មួយទៀតវាចេញមកអញ្ចឹងយើងអុំមកក្រោមមកវាកាំងបាត់អញ្ចឹងយើងមើលតម្លៃផ្សារឃើញថា technical នៅតែមានចំណុចខ្ពស់នៅក្នុងការបាយទៅវិញគឺ strong គឺបាយប៉ុន្តែវាមិនខ្លាំងទេឃើញគេដាក់បាយទាំងអស់ប៉ុន្តែវាអត់ strong ទេវាអត់សូវ strong អញ្ចឹងយើងរសារមើលយើងគប់ផ្សំអញ្ចឹងហើយខណៈពេលនេះគឺយើងឃើញថាទីផ្សារគឺចិត្តបានបើកហើយទីផ្សារចិត្តបានបើកពីព្រោះគឺនេះគឺម៉ោង 5:53 អញ្ចឹងម៉ោង 6ទីផ្សារនេះគឺចាប់ផ្ដើមបើកត្រឡប់ទៅវិញហើយអញ្ចឹងយើងដឹងហើយថាតម្លៃដែលខ្ពស់បំផុតគឺត្រឹម 4499 ទាបបំផុតគឺតម្លៃ 4412 អញ្ចឹងបើសិនបើខ្ញុំគិតថាបើសិនជាវាបើកផ្សារមកយើងអាចទិញបន្តទៅវិញពីព្រោះគឺវាឡើងទៅហើយទិញបន្តទៅវិញអាចឡើងទៅដល់ 4500 ក៏អាចថាបានដែរប៉ុន្តែយើងចំណាំថាថ្ងៃមាសដែលវាអាចកើនឡើងគឺពីថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធប៉ុន្តែនៅក្នុងម្សិលមិញហ្នឹងគឺមានគេចាប់ដើមធ្លាក់ហើយអញ្ចឹងគឺយើងពិបាកសន្និដ្ឋានដែរប៉ុន្តែភាគច្រើនគេកំណត់ថាថ្ងៃពហុនិងថ្ងៃសុក្រគឺមាសនេះគេចាប់ដើមធ្លាក់អញ្ចឹងគេហៅធ្វើឲ្យធ្លាក់ប៉ុន្តែនេះគឺម្សិលមិញគឺបានឡើងថ្ងៃពុធគឺចាប់ដើមឡើងតែមើលយើងថ្ងៃពហុនេះតើមាសអាចកើនឡើងដែរឬមួយយ៉ាងណាឬមួយយ៉ាងណាអញ្ចឹងដើម្បីយើងរកកន្លែងចូលផ្សារខ្ញុំគិតថាយើងអាចចូលផ្សារពេលដែលមាសបានបើកផ្សារទៅក៏យើងអាចចូលផ្សារបានដែរហើយបន្ទាប់មកយើងអាចចាំទិញនៅ 4400 មួយទៀតហើយបើសិនមកធ្លាក់មកទៀតគឺ 4385 បើសិនមកធ្លាក់មកទៀតយើងទិញនៅតម្លៃចាស់ 4375 អញ្ចឹងទៅនេះគឺតម្លៃចាស់ដែលខ្ញុំឲ្យបងប្អូនចូលទិញតែបងប្អូនអាចលក់នៅក្នុងតម្លៃ 4467 មួយអូខេ 4474 មួយ 4499 មួយតម្លៃដែលវាឡើងវានៅតម្លៃខ្ពស់គឺយើងត្រូវការប្រយ័ត្នប្រយែងដល់ 4499 អញ្ចឹងគឺខ្ញុំដូចជាមានតែប៉ុណ្្នឹងទេសម្រាប់នៃការវិភាគនៅក្នុងការជួបសារសូមអរគុណ